សួស្តីបងប្អូនកូនថ្ងៃនេះលោកគ្រូមកបង្រៀនអំពីភាសាខ្មែរនិងអក្សរសាស្ត្រខ្មែរភាគទី1បាទអញ្ចឹងថ្ងៃនេះលោកគ្រូបើកវគ្គថ្មីតែម្ដងបាទចាប់ផ្ដើមពីចំណុចទី1ទៅតែម្ដងបាទហើយចំណុចទី1របស់យើងដែលសិក្សាភាសាខ្មែរនិងអក្សរខ្មែរគឺដែលយើងសិក្សាពីដំបូងគឺផ្នែកទី1សិក្សាអំពីដើមកំណើតពាក្យកខកខងងដែលកើតចេញអំពីការវះកាត់នៃរូបរាងកាយមនុស្សត្រឹមក្បាលបាទត្រឹមក្បាលអញ្ចឹងគ្រូសូមបកស្រាយបន្តទៅបាទអញ្ចឹងអក្សរកនេះគឺគេវះកាត់ត្រឹមផ្នែកកករបស់មនុស្សបាទហេតុអ្វីតើយើងយកអ្វីទៅសំអាងដែលថាអក្សរកនេះយកត្រឹមករបស់មនុស្សពីព្រោះគឺគេតំណាងដោយជើងកបាទឲ្យជើងកនេះភាសាជើងកនេះគឺជារូបរាងនៃទម្រង់កករបស់មនុស្សបញ្ជាក់អំពីការវះកាត់ផ្នែកកករបស់យើងបាទហើយគេដាក់សពដាក់អីចឹងទៅតំណាងឲ្យអក្សរខ្មែរមានពេញលក្ខណៈនៃទម្រង់រាងកាយរបស់មនុស្សប៉ុន្តែផ្នែកទី1នេះសិក្សាអំពីចំណុចកខកខងដែលជាផ្នែកនៃរាងកាយត្រឹមក្បាលរបស់មនុស្សចំណែកអក្សរកនេះបាទអក្សរកនេះនៅពេលដែលយើងបញ្ចេញសម្លេងកឬក៏ខអញ្ចឹងណានៅពេលដែលយើងហូបអាហារអីមួយដែលយើងស្ទះបំពង់កយើងបាទយើងស្ទះបំពង់កអីដកខ្យល់ប្រមាណអីហ្នឹងយើងគឺលេងខិតនៅកកហ្នឹងហើយបាទអ្នកដែលធ្លាប់ស្ទះឬក៏ហូបអីមួយស្ទះចប់កកហ្នឹងយល់ហើយបាទហើយចំណែកអក្សរខនៅពេលដែលយើងឆ្លុះអីមួយបាទយើងឆ្លុះអីមួយគឺប្រកាសជាឆ្លងទៅដល់នៅខួរក្បាលរបស់យើងបាទអ្នកដែលធ្លាប់ហាយទឹកដែលធ្លាប់ឆ្លុះទឹកអីហ្នឹងគឺយល់ហើយហេតុបានគេចេញសម្លេងអក្សរខនេះបាទខហ្នឹងគឺនៅពេលដែលវាជាប់ជាមួយនឹងប្រព័ន្ធខួរក្បាលរបស់មនុស្សយើងបាទក្បាលមិនទៅយើងទម្រង់ខួរក្បាលរបស់យើងណាបាទហើយគេបញ្ជាក់ដោយជើងខអញ្ចឹងជើងខនេះហេតុអ្វីបានគេដាក់ជើងខគឺមានន័យថាគេវះកាត់តើវះកាត់នៅត្រង់ចំណុចណាបាទគឺគេវះកាត់នៅត្រង់ចំណុចខួរក្បាលរបស់មនុស្សប៉ុន្តែនៅចំណុចខួរក្បាលរបស់មនុស្សនេះគឺគេមិនមែនមើលចំទៅខាងមុខទេគឺមើលពីចំហៀងអញ្ចឹងបងប្អូនកូនក្មួយទាំងអស់គ្នាអាចទៅឆែកមើលនៅក្នុងទូរស័ព្ទបានហើយឆែកមើលពីខាងខួរក្បាលមនុស្សអញ្ចឹងខួរក្បាលមនុស្សបែងចែកចេញជាពីរខអញ្ចឹងអក្សរខនេះគឺមានអាពីរខប៉ុន្តែខនេះគឺមើលចំហៀងបាទអញ្ចឹងយើងទៅឆែកមើលទៅឃើញថាអក្សរខនេះពិតជាមើលពីចំហៀងហ្នឹងហើយបាទគឺវាកាត់ពីរាងកាយមនុស្សអញ្ចឹងអាជើងកខកខហ្នឹងគឺបញ្ជាក់អំពីត្រង់ចំណុចនៃការវះកាត់បាទហើយអក្សរកនេះគឺបញ្ជាក់ថាអក្សរកយើងនេះអក្សរកយើងនេះកហ្នឹងគឺវាមានកឡៅបាទនេះកឡៅនេះនៅក្នុងចំណុចនេះនេះកឡៅនៅtrongចំណុចហ្នឹងហើយបាទកឡៅអញ្ចឹងគេដាក់អក្សរកហើយទាញនេះបន្តិចមកចង់បញ្ជាក់ថាត្រង់នេះគឺករបស់មនុស្សមានកឡៅបាទមានកឡៅអក្សរកគឺមានកឡៅរបស់មនុស្សអញ្ចឹងនៅពេលដែលយើងនិយាយអីមួយគោអ្នកដែលអត់មានកឡៅគោនិយាយហ្នឹងបាទតាក់ទងហ្នឹងហើយចំណែកអក្សរខបាទអក្សរខនេះក៏តាក់ទងប្រព័ន្ធខួរក្បាលដូចគ្នាដែរបាទវាតាក់ទងជាមួយនឹងអក្សរខនេះខហើយខនេះប៉ុន្តែអក្សរខនេះគឺខួរក្បាលមនុស្សមើលចំពីមុខបាទអញ្ចឹងនៅពេលដែលយើងមើលចំពីមុខខួរក្បាលមនុស្សបែងចែកជាពីរថតបែងចែកជាពីរថតផ្សេងពីគ្នាហើយចំណែកជើងខនេះហេតុអ្វីបានមានទម្រង់វែងជើងខនេះហេតុអ្វីមានទម្រង់វែងដោយសារតែជើងខនេះគឺខួរក្បាលរបស់មនុស្សដែលមានពីរថតហ្នឹងគឺវាប្រព័ន្ធប្រសាទនេះប្រព័ន្ធប្រសាទរបស់មនុស្សគឺតាំងពីលើនេះបាទរហូតមកដល់ឆ្អឹងខ្នងកករហូតដល់ឆ្អឹងខ្នងរាងកាយរបស់យើងបាទឆ្អឹងខ្នងរបស់យើងខាងក្រោយនេះគឺប្រព័ន្ធប្រសាទអញ្ចឹងតាក់ទងប្រព័ន្ធប្រសាទខួរក្បាលនេះគឺវាជាតំបន់បញ្ជានៃចលនារាងកាយរបស់មនុស្សយើងហ្នឹងហើយតភ្ជាប់ពីឆ្អឹងកកខ្នងដល់រាងកាយផ្សេងៗដែលតាក់ទងទៅនឹងប្រព័ន្ធប្រសាទនៃរាងកាយរបស់មនុស្សបាទអញ្ចឹងអក្សរខនេះគឺមានទម្រង់វាប៉ុន្តែយើងត្រឡប់វាមកបាទយើងត្រឡប់វាចុះមកក្រោមមកវិញមកយើងនឹងឃើញយើងនឹងឃើញថា
នេះខួបបាមនុស្សពីនេះមកដល់នេះអញ្ចឹងគេត្រឡប់ទៅលើទេឥឡូវយើងមើលអក្សរងវាមានលក្ខណៈជើងដូចគ្នាអក្សรงនេះយើងមើលជើងវាគឺឃើញកន្លែងកាត់អញ្ចឹងជើងងនេះយើងមើលត្រង់តិចបាទបញ្ជាក់ថាគេយកតិចនេះធ្វើជាទម្រង់នៃតួអក្សรงអញ្ចឹងហើយគេគួចហើយគេចងសក់គាត់នេះថាមនុស្សយើងមានសក់វាចងសក់វែងចងសក់ខ្លីអញ្ចឹងណាអញ្ចឹងជើងងនេះគឺបញ្ជាក់អំពីអក្សរដែលវះកាត់ពីទម្រង់នៃតិចមនុស្សអញ្ចឹងនៅពេលដែលយើងមើលជើងងបែបនេះគឺយើងគិតថាវាមានលក្ខណៈទម្រង់មិនដូចណាតែបើយើងទាញវាមកអញ្ចឹងគឺវាដូចទេបាទនេះគឺដូចទម្រង់តិចដូចអញ្ចឹងបានន័យថាការវះកាត់ដួងតាមខ្មែរបានយកតួអក្សរទៅពវល់ចុះពវល់ឡើងដូចជើងខនេះទៅចុះក្រោមតែពវល់ឡើងទៅលើដូចអក្សรงនេះវះកាត់តិចនេះយកមកដាក់ទម្រង់បែបនេះទៅដើម្បីឲ្យស្រួលសរសេរនិងកុំឲ្យច្រឡំអក្ខរាវិរុទ្ធអីចឹងណាបាទអញ្ចឹងអក្សរងនេះវាតាក់ទងតិចយើងធម្មតាជាលឿងងីងូអីចឹងណាហ្នឹងហើយអញ្ចឹងប្រព័ន្ធអក្សរសាស្ត្រខ្មែរវាតាក់ទងនឹងសំឡេងតាក់ទងនឹងរូបរាងកាយនៃរាងកាយរបស់មនុស្សបាទហើយការបកស្រាយរបស់ខ្ញុំនេះគឺជាកំពើថ្មីពីការរកឃើញរបស់ខ្ញុំដោយផ្ទាល់ខ្លួនអញ្ចឹងខ្ញុំសូមបញ្ជាក់ថាមិនមែនជាលក្ខណៈសកលឡើយទេគ្រាន់តែជាការរកឃើញថ្មីដោយសម័យខ្លួនឯងអញ្ចឹងបើមានខុសទោះត្រង់ណាបងប្អូនពុកម៉ែបងប្អូនកូនក្មួយបាទជួយវិចារណាទាំងអស់គ្នាកែប្រែអ្វីដែលវាខុសឆ្គងហើយយើងសិក្សាបន្ថែមដើម្បីរកឲ្យវាឃើញភាពល្អឥតខ្ចោះនៃតួអក្សរសាស្ត្រខ្មែររបស់យើងបាទតើកើតចេញពីណាហើយសម្លេងវាបានមកពីណាអញ្ចឹងថ្ងៃនេះខ្ញុំបានបកស្រាយនៅផ្នែកទី1នៅភាគទី1នៃការចាប់ផ្ដើមដំបូងរបស់យើងហ្នឹងគឺភាសាអំពីចំណុចទី1ផ្នែកទី1គឺកខពពងដែលចេញបំពីផ្នែកនៃតួក្បាលមនុស្សអននៅអក្សរផ្សេងទៀតក៏បែងចែកពីការវះកាត់ពីការនិយាយផ្សេងទៀតដែរអញ្ចឹងខ្ញុំបាទសូមបកស្រាយតែប៉ុណ្ណឹងសូមពុកម៉ែបងប្អូនកូនក្មួយថាស្វែងយល់ដោយខ្លួនឯងនិងស្វែងរកឲ្យបានទុកដល់ជាមរតកដល់គ្នាចំនួនក្រោយគាត់បានសិក្សាវិស័យថែមបាទនឹងពីខ្ញុំបាទមានតែប៉ុណ្្នឹងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ